កិច្ចប្រជុំពិភាក្សានឹងចុះពិនិត្យជាក់ស្ដែងករណីសាងសង់លំនៅឋានរំលោភលើដីចំណីផ្លូវស្ថិតក្នុងស្រុកឆាបខេត្តព្រះវិហារនៅថ្ងៃទី17ខែសីហាឆ្នាំ2026វេលាម៉ោង 8:30 នាទីព្រឹកនៅសាលប្រជុំរដ្ឋបាលសាលាស្រុកឆែបបានរៀបចំកិច្ចប្រជុំពិភាក្សាលើករណីឈ្មោះជួបចិត្តនិងប្រពន្ធឈ្មោះអ៊ូចសុភីដែលបានសាងសង់សំណង់លំនៅឋានលើដីចំណីផ្លូវដោយគ្មានលិខិតអនុញ្ញាតសាងសង់ស្ថិតក្នុងភូមិឆែបលិចឃុំឆែប1ស្រុកឆែបខេត្តព្រះវិហារកិច្ចប្រជុំនេះបានប្រារព្ធឡើងក្រោមអធិបតីភាពលោកមិនស៊ីថាអភិបាលរងខេត្តព្រះវិហារនិងមានការចូលរួមពីមន្ត្រីជំនាញមន្ទីរអង្គភាពព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបយោងតាមការលើកឡើងរបស់មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូនសំណង់ខាងលើនេះត្រូវបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈផ្លូវមានទទឹងទំហំ15ម៉ែត្រនិងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយដោយយោងទៅលើមាត្រា64 66និង74នៃច្បាប់ស្តីពីផ្លូវថ្នល់ឆ្នាំ2014ទន្ទឹមនឹងនេះម្ចាស់សំណង់ក៏ពុំបានសហការចូលរួមតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋានចំនួន3លើករួចមកហើយដែរចំណែកឯភាគីម្ចាស់សំណង់លោកស្រីអ៊ូចសុភីបានបំភ្លឺថាគ្រួសារខ្លួនបានចាក់ជើងសសរតាំងពីឆ្នាំ2019តែខកខានមិនបានសាងសង់បន្តដោយសារខ្វះថវិកាលុះដល់ឆ្នាំ2016ទើបស្នើសុំខាងជំនាញសូរិយោដីស្រុកដើម្បីសាងសង់បន្តប៉ុន្តែមិនត្រូវបានអនុញ្ញាតនិងត្រូវបានអាជ្ញាធរចេញលិខិតផ្អាកសកម្មភាពទើបពួកគាត់ឈប់សាងសង់វិញជាលទ្ធផលឆ្លងតាមរយៈការពិភាក្សាគ្នាយ៉ាងផុលផុសដោយផ្អែកលើស្មារតីច្បាប់អង្គប្រជុំបានដឹកនាំក្រុមការងារនិងភាគីពាក់ព័ន្ធចុះពិនិត្យស្រាវជ្រាវនិងវាស់វែងជាក់ស្ដែងនៅទីតាំងសាងសង់ផ្ទាល់ដើម្បីកំណត់និយមការឲ្យបានច្បាស់លាស់ស្របតាមវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរបស់គាត់ផ្អែកលើការចុះពិនិត្យជាក់ស្ដែងនិងការឯកភាពគ្នាក្នុងអង្គប្រជុំអាជ្ញាធរបានដាក់ចេញនូវវិធានការដោះស្រាយចំនួន3ចំណុចដូចខាងក្រោមទី1ក្រុមការងារជំនាញបានចុះទៅពិនិត្យនិងកំណត់និយមការជាក់ស្ដែងនៅនឹងកន្លែងដើម្បីឲ្យដឹងពីព្រំប្រទល់ពិតប្រាកដធៀបនឹងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទី2អង្គប្រជុំបានសម្រេចទុកពេលឲ្យម្ចាស់សំណង់ធ្វើការរុះរើចេញដោយខ្លួនឯងពីលើដីសាធារណៈរបស់រដ្ឋក្នុងរយៈពេល15ថ្ងៃគិតចាប់ពីថ្ងៃទី17ខែសីហារហូតដល់ថ្ងៃទី2ខែកញ្ញាឆ្នាំ2026ដោយម្ចាស់អាចធ្វើការសាងសង់ឡើងវិញតាមប្លង់ស្របច្បាប់របស់ខ្លួននៅលើដីកម្មសិទ្ធិស្របច្បាប់ទី3ម្ចាស់សំណង់ត្រូវបំពេញបែបបទនិងស្នើសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមានក្រោយពេលរុះរើរួច